អូខេចឹងអ្នកគ្នាថ្ងៃនេះផងដែរយើងមកសម្រាប់សាច់រឿងចូលពិសោធន៍វិញចើដែលជាវគ្គទី1ភាគទី1ឡើងវិញចឹងក៏មកខាប់ពេលវេលាយូរតោះតែបើក៏អត់ស្អីរឿងមកយើងក៏បានឃើញជាមួយនឹងគ្រោះថ្នាក់នៅចន្លងជ្រុងមួយកន្លែងហើយយើងក៏បានឃើញជាមួយនឹងពីរអ្នកប្តីប្រពន្ធមួយបានទៅការចោះមកលួចផងដែរមិនជួយទេហើយអតាងក៏បានឃើញជាមួយវ៉ាលីមួយដែលខាងហ្នឹងគឺមានស្រមុកចម្លែកតែគាត់គិតថាវាអត់ប្រយោជន៍ចឹងគាត់បានទៅការគប់វាចោលទៅហើយនៅពេលនោះដែរប្រពន្ធហ្នឹងក៏បាននឹងខ្លួនត្រឡប់មកវិញបានសួរពីប្រពន្ធនិងកូនរបស់គាត់ក៏តែតាក៏បានប្រាប់វិញថាប្រពន្ធរបស់ប្រវែងគឺងាប់អត់ហើយនៅសតកូនតែប៉ុណ្ណោះលឺចឹងធ្វើគាត់សោកសៅខ្លាំងតើនឹងបានប្រាប់ឈ្មោះរបស់គាត់ទៅកាន់ពីអ្នកប្តីប្រពន្ធហ្នឹងថាគាត់គឺមានឈ្មោះថាជាប់ចូលស្តាតែលឺចឹងអាប៉ាក់ដៃជាចៅក៏បាននឹងថាជាប់គឺច្រឡំពួកគេថាជាអ្នកបញ្ឈូសង្គ្រោះចឹងហើយក៏បានទៅការប្រាប់ទៅកាន់អាប៉ាក់ជាប់វិញថាគាត់គឺមានឈ្មោះថា Dario Brando ហើយអាប៉ាក់ជួយក៏បានទៅការសន្យាជាមួយអាប៉ាក់ Dario ថាគាត់នឹងសងគុណអាប៉ាក់ Dario នឹងវិញនៅថ្ងៃណាមួយកាត់មកកាន់រយៈពេល12ឆ្នាំក្រោយមកយើងក៏បានឃើញថាអាប៉ាក់ Dario គឺលើខែកក់ខែនឹងសេះហៅកូនរបស់វាថាអាឌីយ៉ូមិនណាអាឌីយ៉ូហើយទៅពេលអាឌីយ៉ូមកចិត្តវាក៏បានទៅការហត់ជាមួយសបត់មួយឲ្យទៅកាន់ឌីយ៉ូមកវាទៅកាន់ឌីយ៉ូថាឲ្យឌីយ៉ូយកសបត់នឹងទៅកាន់តកោចូលស្តាព្រោះគាត់គឺចិត្តងាប់ហើយឌីយ៉ូដើរធ្វើអីហើយលួចនៅរបស់គ្រប់យ៉ាងពីគ្រួសារហ្នឹងឲ្យធ្វើជាអ្នកមានហើយប៉ាដារីយ៉ូក៏បានងាប់អត់ទៅរហូតឌីយ៉ូបានទៅការទៅកន្លែងភ្នោរបស់ឪវាទាំងបានទៅការនិយាយថាដល់ពេលហាខ្ចាស់ចេះសំណាយងាប់ហើយមានរបស់ឲ្យអញស្មើអត់មានអីតាចោលមកសៀតទ្វីនឹងបានដាក់ជិះបាត់ទៅកាត់មកមួយជ្រុងទៀតនៅវិញយើងក៏បានឃើញជាមួយនឹងក្មេងស្រីម្នាក់ដែលកំពុងត្រូវបានបរិសុទ្ធ2នាក់ធ្វើបាបអាចច្រឡំឃើញប្រុស2នាក់ធ្វើបាបដែលពួកវាបានទៅកាន់ដើមយកតកតារបស់នាងនៅចង់ទៅការលាត់ស្ពុតតកតានឹងមើលពីក្រោមនឹងធ្វើនាងពិសេសខ្លាំងតើនៅពេលហ្នឹងដែរក៏មានបរិបរោះបានទៅការចេញមុខមកជួយទៅកាន់នាងដើម្បីយកតកតាត្រឡប់ទៅវិញនឹងបាញ់យកដៃរបស់គាត់ដែលមានទម្ងន់0គីឡូយកទៅវាយគេឲ្យធ្វើឲ្យគេអត់ឈឺនឹងបានទៅការដាក់គាត់វិញឡើងដេកបន្ទាប់ពីពួកវាបានទៅការវាយគាត់អត់ចិត្តហើយពួកវាក៏បានទៅការនាំគ្នាជិះទៅវិញទៅហើយនាងក៏បានទៅការចង់ចូលមើលគាត់ក៏តែគាត់បានទៅការហាមឃាត់នាងបានទៅការប្រាប់ទៅកាន់នាងថាក្នុងនាមគាត់គឺជាសុភាពបុរសគាត់គឺមិនត្រូវការជំនួយពីនាងទេហើយគាត់ក៏មិនបានមកជួយនាងផងដែរគាត់ធ្វើនេះគឺដោយសារតែនាងគឺជាស្ត្រីទន់ខ្សោយគាត់ធ្វើនៅអ្វីដែលសុភាពបុរសត្រូវធ្វើតែប៉ុណ្ណោះទោះបីជាគាត់គឺដឹងថាគាត់វាយគេមិនឈ្នះក៏ដោយហើយនៅពេលគាត់បានទៅការដើរចេញទៅយើងក៏បានដឹងថាមិនមែនគាត់អត់ចង់ឈ្នះគេទេក៏តែគាត់គឺវាយគេឈ្នះហើយនៅពេលគាត់បានទៅការត្រឡប់ដល់ផ្ទះវិញក៏បានឃើញជាមួយរតេសសេះមួយបានទៅការធ្វើដំណើរដល់ទីកន្លែងនោះហើយនៅពេលដែលរតេសសេះបានបើកមកយើងបានឃើញជាមួយនឹងវត្តមានរបស់ឌីយ៉ូបានធ្វើដំណើរដល់ទីកន្លែងហ្នឹងហើយព្រោះអ្នកទាំងពីរបានទៅការណែនាំគ្នាទៅវិញទៅមកផងដែរហើយនៅពេលនោះដែរឆ្កែរបស់ចចបានរត់មករកពួកគេហើយគាត់បានដាក់ឈ្មោះឆ្កែហ្នឹងថា Danny ហើយចំណែកឌីយ៉ូបានដឹងថាឆ្កែគឺជាឆ្កែរបស់ចចនៅពេលរត់មកចិត្តក៏បានធ្វើការទាត់វាមួយជើងតែម្ដងមូលហេតុដោយសារគាត់ចង់ទាត់អធិគាត់នៅពេលនោះដែរចចនិងឌីយ៉ូប៊ីនឹងវាយគ្នាទៅហើយក៏តែជាប់ក៏បានធ្វើការចេញមកគាត់ទាំងពីរตัวនឹងបានហៅឌីយ៉ូចូលផ្ទះនឹងបានប្រាប់ទៅកាន់អ្នកបម្រើថាឲ្យបម្រើឌីយ៉ូដូចជាបម្រើចចទៅព្រោះថាឥឡូវហ្នឹងឌីយ៉ូគឺជាសមាជិកគ្រួសាររបស់ពួកគេហើយក៏ត្រូវជាប្អូនក្រៅខោរបស់ចចហើយក៏ជាកូនក្រៅខោរបស់គាត់ផងដែរជួយក៏បានធ្វើការនាំឌីយ៉ូទៅកាន់បន្ទប់របស់វាហើយនៅពេលចចចង់ទៅការអនទៅរើសជាមួយនឹងកបោរបស់ឌីយ៉ូបានទៅការជាម្ចាប់ដៃរបស់គាត់ជាប់បានទៅការញ៉ឹងលោកជាគាត់បានប្រាប់ថាអីហើយសាក់ម៉ាណាហើយចង់តាន់កបោរបស់អញហើយសាក់ម៉ាណាហ៎ដកដៃឲ្យជិះពីកបោរបស់អញភ្លាមហើយគ្មានសិទ្ធអីទេហើយទោះឲ្យគាត់តែកូនម្ចាស់ទេឲ្យខ្លាំងប៉ុណ្ណាហ៎កបោរបស់អញរឿងអញកុំចេះអញមានតែអំរើប្រើហើយទៅឆ្ងាយអញមកកន្លែងដើម្បីផ្លាញ់ជីវិតអីហើយបើមិនធ្វើល្អមិនអញទេមួយទៀតមួយឆ្កែងហងអញទៅស៊ីការីហើយវាក៏បានទៅការដើរទៅបាត់ទៅរស់ហើយប្រហែលថ្ងៃក្រោយមកយើងបានឃើញថាតាំងពីឌីយ៉ូចូលមកជីវិតរបស់ចោមកគឺថាជីវិតចោដូចសម្រាមអញ្ចឹងគឺចោធ្វើឲ្យខុសជារហូតឌីយ៉ូទៅរហូតហើយបន្ទោសឌីយ៉ូមិនកើមកវិស័យបាយកពប់ទឹកអានេះវើយហើយក្រោយមកក៏មានជាមួយនឹងបណ្ដាសេរីមួយលេខខាងភូមិហ្នឹងគេហៅកូនអ្នកភូមិទៅវាយគ្នាវាយបដាល់ហ្នឹងហើយនៅពេលចូលដល់កីឡាករដែលចូលត្រូវប៉ះគឺជាឌីយ៉ូហើយទឹកទី1បុកបកគោក្រហមវាយទៅកាន់បកគោខៀវវាយឆ្វេងវាយស្ដាំវាយឆ្វេងវាយស្ដាំមានត្រូវមកតិចទេបកគោខៀវលេងម្ដាយចំកដាពោះហើយលេងម្ដាយចំកដាមុខបកគោក្រហមដេកស្អាតនៅទឹកទី1បកគោខៀវគឺជាអ្នកឈ្នះហើយមិនត្រឹមតែប៉ុណ្ណឹងទេចាប់ថ្ងៃហ្នឹងមកក៏លេងមានតែគេចង់លេងជាមួយចោទៀតដោយសារឌីយ៉ូបានការយករឿងអាស្រូវរបស់ចោទៅប្រាប់គេពេញភូមិហើយតែធ្វើឲ្យលេងមានតែគេចង់លេងជាមួយចោទៀតហើយនៅពេលគាត់កំពុងតែសេតនៅពេលដែលគ្មានស្រីគាត់ស្លាប់ជួយបានតែការចេញមកអរគុណគាត់ដែលបានតែការយកជាមួយតែពាំងវិជូមកកធវយកមកឲ្យគាត់ធ្វើ
ធ្វើឲ្យគាត់ហ្នឹងគឺថាសប្បាយចិត្តខ្លាំងមែនទែនហើយចាប់ថ្ងៃមកពីហ្នឹងក៏បានខ្លាចជាមិត្តភក្តិគ្នាមិត្តភក្តិដល់ខ្លាចជាសង្សារនឹងគ្នាហើយរឿងមិនហ្នឹងធ្វើឌីយ៉ូអត់សប្បាយចិត្តទេចឹងហើយថ្ងៃមួយទៅពេលនាងកំពុងដើមនេះឯងឌីយ៉ូបានទៅការតកាក់ផ្លូវក៏បាននិយាយថាណែអូនស្រីគឺជាសង្សាររបស់ចូលមែនទេតើអូនបានថើបគ្នាជាមួយវាហើយនៅអូប្រហែលជានៅនោះទេចឹងហើយឌីយ៉ូបានទៅការចាប់ជាមួយរីណាថើបតែម្ដងថ្ងៃគិតថាថ្ងៃបានថើបគ្នាជាមួយចូលមែនអត់ទេគឺជាអញឌីយ៉ូហើយចាំថ្ងៃហ្នឹងមករីណាក៏បានទៅការឈប់និយាយជាមួយចូលបានទៅការកិច្ចមុខពីគាត់ហើយបន្តទៀតចូលបានដឹងថាវាជាអំពើរបស់ឌីយ៉ូក៏បានការរត់ទៅរកឌីយ៉ូដល់ផ្ទះតែម្ដងបានទៅការស្រែកហៅឌីយ៉ូឲ្យវាគ្នាមួយស្មើក៏តែពេលហក់ទៅដំបងគឺថាឲ្យទៅស៊ីកែងរបស់ឌីយ៉ូផ្ញើក្រោយទៅក្រោយហើយពេលគាត់នៅឃើញដល់អារីណាគឺគាត់បានទៅកម្មមានកម្លាំងចិត្តបានទៅការស្ទុះចុកក្បាលរបស់ឌីយ៉ូជាប់បានទៅការអុកវាមកក្បាលបានទៅការបាត់ឆ្វេងមកស្ដាំបាត់ឆ្វេងមកស្ដាំធ្វើវាបានទៅការដូចទៅខាងក្រោមយំតែម្ដងហើយឈាមរបស់ឌីយ៉ូបានទៅការខ្ទាតតប៉ះជាមួយអសរមុខនៅលើជញ្ជាំងទៅធ្វើបានទៅការធ្លាក់ចេញមកដោយបញ្ចេញជាមួយជំរុងសឿស្រួលចេញមកខាងក្រៅផងដែរហើយចូលក៏បានទៅការចាប់អារម្មណ៍ពេលដែរឌីយ៉ូបានទៅការងើបឡើងមកវិញចង់យកកបិតទៅចាក់ចូលក៏តែជ្រោចបានចេញមកតែដេញអាពីរក្បាលហ្នឹងឲ្យទៅកាន់កតុបវាវិញផងដែរហើយធ្វើយ៉ាងពីរក៏បានទៅការគុំគ្នាខ្លាំងមែនតើហើយស្អែកឡើងទៅពេលដែលចូលនៅផ្ទះពេលដែរអ្នកចាក់សម្រាមបានទៅការយកសម្រាមទៅចាក់ចោលធម្មតាក៏តែក៏បានលឺសំឡេងចេញពីកន្លែងឡតទៅសម្រាមហ្នឹងធ្វើគាត់ឆ្ងល់ខ្លាំងមែនតើថាមានអ្វីនៅក្នុងហ្នឹងហើយឡបានទៅការញ័រកាន់តែខ្លាំងទៅចំណែកចូលនៅពេលគាត់ឃើញរីណាគាត់គឺជឿចិត្តខ្លាំងមែនតើឥឡូវហ្នឹងគឺថានាងគឺអត់និយាយរើគាត់ទេមិនត្រឹមតែប៉ុណ្ណោះសេតមកជុំងុំមកដល់ផ្ទះវិញគឺថាឆ្កែងាប់បាត់ទៀតហើយច្បាស់ណាស់ទង្វើចិញ្ចឹងគ្មានណាគេក្រៅពីឌីយ៉ូទេធ្វើចូលរើសេតលើដើមហើយចាប់ថ្ងៃមកឌីយ៉ូវារៀងហើយព្រោះវាដឹងថាចូលគឺខ្លាំងនៅពេលដែលគាត់ខឹងខ្លាំងចឹងហើយវាត្រូវធ្វើម៉េចឲ្យចូលទុកចិត្តវាឡើងវិញនឹងធ្វើជាសម្ដែងទ្រាំរយៈពេលដល់ទៅ7ឆ្នាំហើយរឿងចូលភាសា Venture ភាគទី1វគ្គ1ហ្នឹងគឺចាប់ត្រឹមហ្នឹងយើងនឹងរងចាំទស្សនាភាពបន្តនៅថ្ងៃក្រោយទៀតដល់ថ្ងៃណាទេបាយ